ដំណើរចរចាស្វែងរកសន្តិភាពជូនប្រជាជាតិបន្ទាប់ពីសម្ដេចតេជោកាន់តំណែងជានាយករដ្ឋមន្ត្រីនៅពេលដែលសម្ដេចតេជោហ៊ុនសែនបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាមនៅឆ្នាំ1985សម្ដេចបានដាក់ចុះនូវគោលនយោបាយជាច្រើនបន្ថែមទៀតដើម្បីនាំសន្តិភាពជូនប្រជាជាតិនិងប្រជាជនក្នុងនោះរួមមានទី1កសាងកងកម្លាំងយោធារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាឲ្យកាន់តែរីកចម្រើនធំធាត់ទាំងបរិមាណនិងគុណភាពទី2ធ្វើឲ្យរដ្ឋាភិបាលចម្រុះត្រីភាគីឃ្លាតចេញពីគ្នាបន្តិចម្ដងពីព្រោះកម្លាំង3មានសារធាតុខុសគ្នាហើយងាយនឹងឃ្លាតចេញពីគ្នាទី3អូសទាញកម្លាំងរាជានិយមដែលមានសម្ដេចព្រះនរោត្តមសីហនុជាប្រធានឲ្យវិលត្រឡប់មករួមរស់ជាមួយសង្គមជាតិវិញព្រមទាំងកម្លាំងរបស់សម្ដេចសឿនសានផងដែរទី4ធ្វើឲ្យកម្លាំងខ្មែរក្រហមធ្លាក់ចុះក្នុងសភាពឯកោពីកម្លាំងរដ្ឋាភិបាលចម្រុះត្រីភាគីឯកោពីឆាកអន្តរជាតិជាពិសេសឯកោពីបណ្ដាប្រទេសដែលធ្លាប់ជួយពួកគេនេះគឺជាចំណុចផ្ដើមដ៏សំខាន់នៃការលេចចេញជារូបរាងនៃយុទ្ធសាស្ត្រនយោបាយដែលសម្ដេចតេជោហ៊ុនសែនបានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហមពីនយោបាយកម្ពុជាយុទ្ធសាស្ត្រដែលសម្ដេចបានដាក់ចុះក្នុងអំឡុងទសវត្សរ៍ឆ្នាំ1980នោះមានឈ្មោះថាយុទ្ធសាស្ត្រ Defeat